ពោះបញ្ហាដែលសួរថាមានស្វាមីអីខ្លួនឯងអីទាំងអស់ហ្នឹងមិនចំពោះតែព្រះសោតាបានអីទេណាគឺស្ត្រីទូទៅទាំងអស់ចឹងដែលយើងបានសិក្សាក្នុងកាមេសុមិច្ឆាចារាវេរមណីយើងត្រូវឲ្យយល់ថាផ្សេងគ្នាអំពីបរោះយ៉ាងណាព្រោះណាពីព្រោះព្រះអង្គសម្ដែងកាមេសុមិច្ឆាចារៈការប្រព្រឹត្តទៅក្នុងកាមនេះអារម្មណ៍របស់កាមេសុមិច្ឆាចាហ្នឹងគឺនៅនឹងស្ត្រី20ចម្ពោះកណាមិននៅនឹងបរោះទេណាចានៅនឹងស្ត្រីគឺសម្ផស្សណាសម្ផស្សគឺផោថពៈនឹងឯងចឹងគឺថាបើមិនប៉ះពាល់ដល់ផោថពៈនឹងទេគឺមិនប្រព្រឹត្តទៅជាកាមេសុមិច្ឆាចាទេនឹងឯងគឺយើងសិក្សាអង្គរបស់កាមេសុមិច្ឆាចានឹងបានហើយរហូតមកដល់មគ្គេនមគ្គបដិបាតិណាំងហ្នឹងគឺមានសម្ផស្សជាអារម្មណ៍របស់កាមេសុមិច្ឆាចាហ្នឹងហើយសម្ផស្សហ្នឹងព្រះអង្គសម្ដែងនៅក្នុងស្ត្រី20ចម្ពោះនឹងឯងហើយក្នុងស្ត្រី20ចម្ពោះហ្នឹងគឺមានស្ត្រីដែលចែកជា2ណាគឺថាមួយចម្ពោះគឺមានស្វាមីមួយចម្ពោះទៀតមិនមានស្វាមីនឹងឯងចឹងដូច្នេះស្ត្រីដែលប្រព្រឹត្តទៅជាកាមេសុមិច្ឆាចាហ្នឹងគឺនៅត្រង់ការដែលយើងនិយាយឲ្យឆាប់ស្ដាប់បានមកថាក្បត់ប្តីចឹងហ្នឹងអាហ្នឹងកាមេសុមិច្ឆាចារៈរបស់ស្ត្រីអាហ្នឹងនិយាយដើម្បីថាព្រោះហ្នឹងជួនកាលយើងមិនសូវហ៊ាននិយាយអីឲ្យពេញមាត់ពេញកឲ្យច្បាស់អីចឹងទៅទេប៉ុន្តែដល់អត់ច្បាស់អត់ច្បាស់ចឹងទៅដែរគឺណាគឺកាមេសុមិច្ឆាចារៈរបស់ស្ត្រីគឺនៅត្រង់ក្បត់ប្តីប៉ុណ្ណឹងហើយយើងចង់ដឹងថាក្បត់ហ្នឹងយ៉ាងម៉េចទៅទៀតទៅដូចជាលំមយើងយល់ហើយណាមិនម៉េចទៅចូលដល់ថ្នាក់ក្បត់ហ្នឹងវាមិនមែនក្បត់គ្រាន់តែផ្លូវចិត្តទេវាផ្លូវកាយគឺណាព្រោះមានសម្ផស្សផតពៈជាអារម្មណ៍ហ្នឹងហើយបើថាអត់មានស្វាមីគ្រប់គ្រងទេអាហ្នឹងគឺមិនមានជាកាមេសុមិច្ឆាចារៈទេស្ត្រីនោះគឺណានឹងឯងធម្មតាក្នុងលោកហ្នឹងយើងច្រើននិយាយថាដាច់កាមេហើយព្រោះទៅយកប្តីគេអាហ្នឹងយើងនិយាយតែគ្នាយើងទេនឹងឯងចឹងអាហ្នឹងគឺយើងសិក្សាទៅតាមវិន័យសិក្ខាបទហ្នឹងដើម្បីឲ្យយល់ណារឿងទុកទោសតាមផ្លូវធម៌អាហ្នឹងតាមផ្លូវធម៌វាមានហើយទុកលំបាកឆ្លោះប្រកែកតោះតេងបាបអកុសលអីផ្សេងផ្លូវចិត្តប៉ុន្តែឲ្យវាចូលមកនៅក្នុងទោសរបស់កាមេសុមិច្ឆាចារៈស្ត្រីគឺតលក្បត់ប្តីបានបញ្ចូលនៅក្នុងកាមេសុមិច្ឆាចាអញ្ចឹងស្ត្រីដែលកម្មសិល5 10ថ្ងៃដែលថាកាមេសុមិច្ឆាចារាវេរមណីសិក្ខាបទាំងសមាទិយាមិហ្នឹងគឺខ្ញុំសូមតមាទានសិក្ខាបទត្រង់ដែលថាអាការដែលក្បត់ប្តីហ្នឹងគឺសូមវាចាគឺណាវេរមណីហ្នឹងគឺវាចាកន្លែងហ្នឹងនឹងឯងចឹងតែប៉ុណ្ណឹងទេពីយើងធម្មតាយើងនិយាយថាស្ត្រីហ្នឹងយកប្តីគេតែតាមពិតមិនមែនទេគឺណាគឺប្តីគេទេដែលមកយកនាងហ្នឹងគឺណាបរោះទេដែលមកយកស្ត្រីពីព្រោះអារម្មណ៍របស់កាមេសុមិច្ឆាចាគឺនៅលើស្ត្រីមិនមែននៅលើបរោះទេណាគឺណាព្រះអង្គមិនបានប្រកាសសម្ដែងសម្ផស្សនឹងរបស់បរោះទេសម្ផស្សរបស់ស្ត្រី20ចម្ពោះអាហ្នឹងយើងត្រូវឲ្យដឹងអញ្ចឹងគឺដែលយើងនិយាយក្រៅទេដែលថាយកប្តីគេដាច់កាមេហ្នឹងពីព្រោះអារម្មណ៍របស់កាមេវាមិនមែននៅលើប្តីគេនោះឯណាអត់មាននៅលើបរោះទេនៅលើស្ត្រីអញ្ចឹងគឺថាស្ត្រី20ចម្ពោះហ្នឹងតែកាលណាបរោះមានការប្រព្រឹត្តកន្លងអាហ្នឹងមិនថាស្ត្រីនឹងមានស្វាមីឬអត់ស្វាមីអីទេឲ្យតែមានអ្នកគ្រប់គ្រង20ចម្ពោះហ្នឹងសិតតែមានអ្នកគ្រប់គ្រងអត់ស្វាមីក៏ដោយប៉ុន្តែមេត្តាគ្រប់គ្រងបិតាគ្រប់គ្រងឃើញទេណាបងប្អូនគ្រប់គ្រងអ្នកប្រព្រឹត្តធម៌អញ្ចឹងដែលជាស័ក្តិព្រះមចារីអ្នកគ្រប់គ្រងឧទាហរណ៍ថានាងនឹងអត់មានអ្នកតាបិតាអត់មានបងប្អូនអីទេចូលមកនៅក្នុងសំណាក់លោកយាយជាអ្នក
មើលការខុសត្រូវបង្ហាត់បង្រៀនពធហ្នឹងក៏មានអ្នកគ្រប់គ្រងហើយធម្មរកតាហ្នឹងអាហ្នឹងអ្នកណាមកប្រព្រឹត្តលើដូនជីហ្នឹងគឺកាមេសមិច្ឆាចារៈរបស់បរោះតែស្ត្រីអត់ទេពីព្រោះមិនក្បត់ប្តីអាហ្នឹងយើងនិយាយឲ្យចេះទៅណានឹងឯងតទៅដើម្បីថាអូសិក្ខាបទហ្នឹងអញ្ចឹងអាហ្នឹងគឺថាទោសដាច់សិលvàរឿងទោសផ្លូវធម៌អាហ្នឹងវាចិត្តតែមានហើយចេះណាសពថ្ងៃហ្នឹងវាប្រព្រឹត្តទៅតាមផ្លូវចិត្តទៅតាមការឆ្លោះប្រកែកតោះតេងអីហ្នឹងវាចិត្តតែមានប៉ុន្តែឲ្យយើងចែកគ្នាកុំឲ្យយើងដោយថារក្សាសិលដែរប៉ុន្តែអត់ដឹងច្បាស់ថាកាមេសមិច្ឆាចារៈរបស់ស្ត្រីហ្នឹងយ៉ាងម៉េចស្មានតែថាចេះតែយករបស់គេដូចជាបរោះយកប្រពន្ធកូនគេហើយស្ត្រីទៅយកប្តីគេអីចឹងទៅសិតតែកាមេសមិច្ឆាចារៈដូចគ្នាមិនមែនទេមិនមែនចេះតែទៅយកទេគឺបានន័យថាស្ត្រីហ្នឹងអត់មែនទេអត់មានរឿងដែលថាទៅយកប្តីគេទេគឺបរោះទេដែលត្រូវមកយកស្ត្រីពីព្រោះអារម្មណ៍របស់កាមេគឺនៅលើស្ត្រីហ្នឹងឯងអញ្ចឹងគឺជាក្តីហ្នឹងបានជាមានសំណួរហើយក៏ឆ្លើយឲ្យបានច្បាស់លាស់បន្តិចទៅមិនសូវជាពិស្ដារអីប្រមាណទេណាហ្នឹងឯងដែលយើងសិក្សារៀនសូត្រទៅទៀតមាននៅក្នុងសិភៅយើងចហិអីហ្នឹងក៏ល្មមហើយយើងទៅមើលដល់គម្ពីរធំទៅទៀតទៅដោយតែសម្ដែងពីកម្មវត្ត10ក្នុងអត្តសាលនីអត្ថកថាអភិធម្មសង្ឃនីហើយនឹងនៅក្នុងកន្លែងផ្សេងទៀតមានតែតេតួងទៅនឹងរឿងកម្មវត្ត10ហ្នឹងប៉ុន្តែយើងនិយមពោលពាក្យថាស្ត្រីហ្នឹងយកប្តីគេប៉ុន្តែអាហ្នឹងគឺវាទៅជាទម្លាប់អញ្ចឹងបើនិយាយពីទោសវាទៅតាមផ្លូវធម៌ប៉ុន្តែនៅក្នុងសិលអត់ដាច់សិលទេប៉ុន្តែពីព្រោះរឿងបរោះស្ត្រីខុសគ្នាដោយកាមេសមិច្ឆាចារប៉ុន្តែអាហ្នឹងក៏ជាធម៌ទេសនាត្រង់អញ្ចឹងទៅដើម្បីឲ្យបានដឹងសេចក្តីពីព្រោះជួនកាលយើងវាមិនដឹងកាមេសមិច្ឆាចារៈស្ត្រីហ្នឹងយ៉ាងម៉េចគឺណាហ្នឹងឯងយើងអាចដឹងថាបរោះគឺណាខុសគ្នាណាគឺកាមេសមិច្ឆាចារៈរបស់ស្ត្រីគឺខុសអំពីបរោះត្រង់ណាត្រង់ដែលថាស្ត្រីដាច់កាមេដោយសារក្បត់នឹងប្តីខ្លួនឯងឃើញណាតលតែមានស្វាមីក្បត់ប្តីខ្លួនឯងឃើញណាអាហ្នឹងឯបានជាកាមេសមិច្ឆាចារៈរបស់ស្ត្រីអាហ្នឹងយើងយល់នៅក្នុងសិក្ខាបទដែលយើងកាន់សិល5ហ្នឹងណាកណាហើយបើស្ត្រីនឹងអត់មានស្វាមីទេយើងវាគ្រាន់តែនិយមនិយាយថាយកប្តីគេតាមពិតមិនមែនទេមកពីប្តីគេមកយកទេគឺណាពីព្រោះរឿងនេះវាជារឿងរបស់បរោះដែលយកស្ត្រីគឺណាទោះជាយើងឃើញថាអាការៈនឹងស្ត្រីទៅយកមែនប៉ុន្តែរឿងប្រុសរឿងស្រីវាជារឿងបរោះដែលយកស្ត្រីគឺណាហ្នឹងឯងអានឹងដូច្នេះចំពោះស្ត្រីដែលអត់មានប្តីវាអត់មានកាមេសមិច្ឆាចារៈទេប៉ុន្តែវាមានទោសផ្លូវធម៌អញ្ចឹងដែលយើងលើកមកអញ្ចឹងដូចថាភរិយាដើមគាត់ខឹងគាត់មានតោសៈគាត់កើតឡើងយើងហៅថាចំណែនប្រចាំអីហ្នឹងហើយក៏គាត់អាចនឹងប្រព្រឹត្តធ្វើនៅអំពើវ័យផ្សេងដោយសារការខឹងក្រោធហ្នឹងអាហ្នឹងវាមានទោសតាមផ្លូវធម៌តែថាឲ្យជាកាមេសមិច្ឆាចារៈអត់ទេប៉ុណ្ណាអាហ្នឹងដែលពុទ្ធបរិស័ទអ្នកសរសេរមកហ្នឹងគឺថាខ្ញុំដឹងថាស្ត្រីហ្នឹងត្រូវកាមេសមិច្ឆាចារមែនទេទាំងស្ត្រីហ្នឹងក៏អត់ទៀតប៉ុណ្ណាហើយបរោះដែលត្រូវកាមេសមិច្ឆាចារៈដែលថាទៅយកស្ត្រីណាវាតល់តែថាអ្នកគ្រប់គ្រងហ្នឹងគាត់មិនបានរៀបចំឲ្យប៉ុន្តែបើដូចតែសរសេរមកហ្នឹងគឺវាអត់មានកាមេសមិច្ឆាចារៈទាំងពីរនាក់ប៉ុណ្ណាបរោះក៏អត់បានមកប្រព្រឹត្តលោភលាក់លួចអីដើម្បីយកបុត្រភរិយាអ្នកដទៃទេបរោះគឺមិនចំពោះតែថា
miên của buôn hai rư gồm toàn miên này ai để tư của bật khó lơ bót thể viên này là tây cái đó con cả đói của buôn cái cả đói cứ cà mê sự mi cha chài anh nó cứ bỏ rò cái nó đạp toàn đấy chứ cái nó cứ thà này khang bỏ rò cứ từ dốt bỏ kê vì pro riêng sẽ bạp bỏ rò cứ kia nhẹ từ dốt từ dốt bỏ kê anh nó cà mê sự mi cha chài hay con cái đói để cái ở toàn miền xa mây nó ai chờ phục mà đai cái mình ban đăng lư mình ban của tôi áo ở nó cứ cà mê sầm mê cha cha rạ bỏ vào rồi hay trừ rơi kia luôn anh nó cả đói nè con cái lo con cái mông nó trừ rơi kia nó cả đóiแต่phục mà đai hàng xây mình ban của tôi áo ở nó cứ cà mê sầm mê cha cha rạ rồi bỏ rồi sợi trai ở đây cái này việc to tại sợi trai nâng miên ở đây cái này sợi trai nâng miên ở đây hơi bọt ở đây màu sợi láng như mùi bà ro nâng cầm lo cả đôi cứ cà mê sợi cha cha rạ trong pi nè nhớ lấy chăng rồi mũi cà mê tròn để bọt ở đấy mũi cà mê pro từ dốt của buồn kề vậy ở cho ba dân đó rồi tới chơi luôn anh tới hồi nào nâng làm bay thà ở dân bàn đăng được nông cà mê sum cha trà rạ nâng còn nào nâng được cho nên cứ riêng ra ấy chẳng ban chia đôi chia dân riêng ra mới mẹ thẹ miền nộp ấy miền thể gì buồn cái đấy ông pin bon cái sao cho cao chia bà anh hay thể gì nâng thơ bon từ tam và ông tới và tới chia tép chỉ đa kia chia gì bà anh ấy chẳng tới vì ở miền tốt được trong riêng bạch sơ nâng cò công tè dân từ vô sạch tray để kê huồng hành đôi bà rìa chia chẳng nâng ảnh cứ bà ông miền kiệm hai xây miền xây nòm ấy ra nó tàm rướng á nâng ảnh để phúc mà đai cái smart smart cô vô mau tục đại nông bà rìa trở vang nâng chẳng tới nâng ở miền cà mê cho mê cha cha ra bỏ bà rìa chia thế công tè tư tầm đau bọc kê rồi đau bọc kê sẽ đắt cả đau có cà mê cho mê cha cha đây nâng ảnh ơi tè từ vô có buôn con kê nâng nâng ảnh nâng cứ ở dân bàn sẽ bạc lo chẳng cứ nơi nông thì cái đây ní cứ xôm bột bò sạch bàn chết thì cà mê xôm cha cha rạ nâng ảnh còn là chẳng bàn sạch trầy nâng chạy tới chia một hay dùm bụt cái là nâng ảnh hay không một hay dùm bụt nâng miền dùm bụt để nơi tùm nê miền chấm puk đại miền nẹt cột krong sợi trai nâng chấm puk bà rót đại tới của rất lời sợi trai và phay chấm puk nâng cứ cam mê sum cha cha rạ tầng o tầng một phay chấm puk nâng nâng này càng bà rót nâng này thì pro sắt chia sợi trai đại miền cái cột krong tầng o bàn tay chấm puk sợi trai luôn ai nâng về miền nẹt để cột krong này càng xòa mày nâng bàn miền tô cà mê sum cha cha rạ đôi xá tại cà ná mình smart trăng chỉ mùi xòa mây vì pro cà mê sum cha cha rạ nâng về miền sầm pho chia arom thế về miền sầm pho ấy mà cha rồi bỏ sầm pho nâng cứ xòa mây vậy đó nè tăng tại vì cái tầm nẹt tầm nuông đây tầm đăng ấy nâng nào cái này nâng cứ cái ban chia mà cha lên sầm pho cái này về men đôi ở tận tiền về miền vật thọ để cắt tầm lay và na tới là nâng về tận tiền tại riêng cà mê sum cha cha rạ ní cứ về sầm pho hay miệt ba bị đá chỉ nẹt cột krong lơ côn năng ảnh chỉ nẹt cột krong lơ côn có bàn tay ở bàn cột krong lơ sầm pho thế chẳng khang bờ đó để từ lụp lẹ lùi của bật lơ sợi trai nâng cà mê sum cha cha rạ tại bờ đó thế pro sợi trai ở bàn lùi ấy ở phim ở phục mà đai thế vì pro sầm pho rồi bọc khai luôn nâng về ở tan miền này cha thế cái đó về ta là miền phải đấy bán sầm pho nâng tới chỉ miền mà cha cái nào
អានឹងអារម្មណ៍របស់កាមេហ្នឹងវាល្អិតទៅអញ្ចឹងយើងសិក្សាព្រះអភិធម្មផងទៅបានយើងងាយយល់នៅក្នុងអារម្មណ៍របស់កម្មបត្តិហ្នឹងព្រោះកម្មបត្តិនៅក្នុងរឿងសិលមែនប៉ុន្តែអង្គធัวសិតតែតេតួងក្នុងអភិធម្មចឹងទាំងវេទនាទាំងមូលទាំងអារម្មណ៍អីទាំងអស់ហ្នឹងយើងវិនិច្ឆ័យបានស្រួលក៏ណាហើយយើងសិក្សាប្រកបដោយអដ្ឋអថាដីកាអីទៅទៀតចឹងគឺថាយល់ហើយណាពីសម្ផស្សថតថពៈហ្នឹងសម្ផស្សរបស់កាមេសមិច្ឆាចារហ្នឹងហ្នឹងឯងអាហ្នឹងគឺអារម្មណ៍របស់កាមេសមិច្ឆាចារហ្នឹងដល់ទៅមានស្វាមីមានបរោះដែលស្ដីដណ្ដឹងគ្រប់គ្រងហ្នឹងអាហ្នឹងជាម្ចាស់គឺណាម៉ែឪអត់មែនជាម្ចាស់នៃសម្ផស្សទេគឺណាអញ្ចឹងគឺថាជាម្ចាស់គ្រប់គ្រងលើកូនអញ្ចឹងបរោះណាមកប្រព្រឹត្តខុសលើកូនគាត់អានឹងគឺបរោះនឹងកាមេសមិច្ឆាចារគឺហ្នឹងកាមេតែខាងបរោះទេបរោះនឹងមានប្តីក៏ដោយនៅកំឡោះក៏ដោយអីក៏ដោយហ្នឹងឯងហើយចំណែកកូនស្រីអត់ទេអត់មានលួចអីរបស់នរណាទេសម្ផស្សនឹងនៅជារបស់ខ្លួនឯងតែដល់តែមានស្វាមីអានឹងត្រូវប្រគល់ឲ្យបរោះជាស្វាមីជាម្ចាស់ហើយកាមេសមិច្ឆាចារវាមិនមែនអតនេទានទេគឺវាជាទោសមួយខុសពីអតនេទានត្រង់ដែលលួចសម្ផស្សរបស់ស្វាមីហ្នឹងទៅឲ្យបរោះដទៃគឺណាវាអត់មានកាត់តម្លៃប្រមាណអីទេអាហ្នឹងវាជាសម្ផស្សថោថពៈហ្នឹងហ្នឹងឯងដែលតេតួងទៅតាមអង្គរបស់កាមេសមិច្ឆាចារៈហ្នឹងហ្នឹងឯងត្រង់ដែលអង្គរបស់សិក្ខាបទហ្នឹងមគ្គេនមគ្គបដិបាតនាងហ្នឹងអាហ្នឹងគឺសម្ផស្សហ្នឹងណាហ្នឹងឯងអាហ្នឹងគឺមានម្ចាស់តែកាលណាស្ត្រីហ្នឹងលួចឲ្យសម្ផស្សរបស់ប្តីហ្នឹងទៅឲ្យបរោះដទៃអាហ្នឹងបានជាកាមេសមិច្ឆាចារៈកណាត្រូវទោសធ្លាក់នរក 8000 ឆ្នាំនរកណាមិន 8000 ឆ្នាំមនុស្សទេទោសរបស់កាមេហ្នឹងប៉ុណ្ណាអាហ្នឹងក៏ប៉ុណ្ណឹងចុះហើយ